បើស្លាប់ចាស់ជារីអាយុ70 80ញោមមានឱកាសបានសន្សំបុណ្យខ្លះចុះបើក្មេងស្លាប់អាយុ20ជាង30ជាង40ជាងឥឡូវស្លាប់ចាស់សក់ស្កូវមិនសូវមានទេណាញាតិញោម70 80 3 4ឆ្នាំ3 4ខែឃើញស្លាប់មួយប៉ុន្តែស្លាប់រាល់ថ្ងៃច្រើនបំផុតច្រើនសក់ខ្មៅនឹងទៅមកហើយកសក់ខ្មៅចាប់ពីអាយុ30ជាង40ជាងនឹងគេកំរធ្វើបន់សន្សំកសលណាស់មិនងាយទេញាតិញោមមិនបាននិគុណភក្តីទៅស្លាប់ទៅសក់ខ្មៅច្រើនជាងសក់សសពថ្ងៃដោយសារយាយតាទាំងអស់មិនដែលឃើញយាយណាគាត់ចេញទៅផឹកស៊ីស្រីញីអូនបងរំរែកយប់ប្រលប់ម៉ោង1ម៉ោង2ឆ្លោះទាស់តែងខ្វែងកំណត់កាប់ចាក់គ្នាណាយាយណាញោមដែលមានលោកយាយលោកតាណាចេញទៅផឹកស៊ីស្រីញីអូនបងម៉ោង1ម៉ោង2ឆ្លោះទាស់តែងខ្វែងកំណត់កាប់ចាក់គ្នាអត់ញោមមានទេវាអត់ហើយក៏មិនដែលឃើញលោកយាយលោកតាណាសិល8អាយុ70 80បើកម៉ូតូកង់ត80 100ឲ្យទៅបុកគល់ឈើស្លាប់ដែរមែនមែនយាយវាអត់មាននោះណាអាស្លាប់រាល់ថ្ងៃស្លាប់តែក្មេងនោះវាច្រើនជាងចាស់ប៉ុន្តែគេគិតដល់គេថាចាំចាស់បន្តិចបានទៅសុំសិលបានទៅធ្វើបន់រឿងសេចក្តីស្លាប់នេះអត់កំណត់វ័យទេញាតិញោមដែលអាត្មាលើខាងដើមមកចឹងយើងធ្វើបន់កតិពឹងបដិបត្តិបូជានិងអមិសបូជាដូចគ្នាដូចយើងធ្វើបន់បច្ច័យ4ជូនអ្នកម្ដាយថ្ងៃនេះហើយបច្ច័យ4អាត្មាអាសាបច្ចៈរឿយបើធ្វើសម្រាប់អ្នករស់ត្រូវបែងជា2ចំណែកញាតិញោមបើយើងធ្វើសម្រាប់អ្នកស្លាប់ផ្សេងសម្រាប់អ្នករស់ផ្សេងបើធ្វើសម្រាប់អ្នកស្លាប់ឲ្យមានតែសម្រាប់បដិគិអកអ្នកមកទទួលបានណាតែដល់ពេលយើងធ្វើបច្ច័យ4សម្រាប់អ្នកនៅរស់ខុសពីយើងធ្វើសម្រាប់អ្នកដែលបានបាក់បែកចែកឋានហើយមានន័យថាទេយវត្ថុអដ្ឋបរិខាត្រូវបែងជា2បើប្រសង់មានស្បែកជើងលោកយាយក៏ត្រូវមានស្បែកជើងប្រសង់លោកមានទឹកដោះគោយាយក៏ត្រូវបានទឹកដោះគោប្រសង់លោកមានថ្នាំប៉ារ៉ាយាយក៏ត្រូវមានថ្នាំប៉ារ៉ាតលបែងចំណែកនឹងជា2អញ្ចឹងកុំម្ដែងធ្វើបន់បច្ច័យ4ជូនអ្នកម្ដាយលោកឪពុកប៉ុន្តែថ្ងៃនេះឃើញកធននៅខាងក្រោយដែរប៉ាហ្នឹងបែបបោះលោកឲ្យដឹងញោមបោះលោកឃើញហ៎តែបោះលោកទាំងអស់យាយអាត្មាធ្លាប់ឃើញគេធ្វើបន់ចេះធ្វើបន់អធិកធម៌អធិកធម៌ធ្វើបន់ចំណាយអស់5 4 5ពាន់ណាញោមតែងតាំងពីរបស់របរអដ្ឋបរិខាយកមកដាក់តាំងឲ្យមុខពេញនៅរោងអញ្ចឹងហើយដល់ស្រោចទឹកបកោបកាសយកមកលើកជូនមេដាបៃតាហ្នឹងអារបស់អស់ហ្នឹងប៉ិនដល់ឡាហើយព្រឹកឡើងស្រាប់អាចារ្យគេដាក់ក្បាលមេក្រូបកាសឲ្យយាយលើកអារបស់អស់ហ្នឹងមកប្រគេននិគុណប្រគេនលោកឲ្យអាចារ្យវេសង្ឃាសៈឯមេសង្ឃាសៈប្រគេនសង្ឃលោកដាក់យត្តវត្តអស់ហើយយាយនេះដល់ស្អែកឡើងថើបន់ហើយចាប់ចង់បានតែភួយមួយយកមកទៅរាប់ក៏អត់មានមកណាតើទិញភួយមួយមកໄວអញដូចតិចណាខែនឹងវាតិចផងដល់ឥឡូវនេះតិចដែរគួរសមដែរណាព្រឹកឡើងម្នាងសុំភួយមួយរីសុំអីម៉ែក្រែងខ្ញុំធ្វើបន់បច្ច័យ4ឲ្យម៉ែធ្វើបន់ឲ្យតែបន់បើកំដោះរបរអត់មានផងមានតែលោកដឹកយកទៅវត្តអស់ហើយយាយបានអីញោមចឹងត្រូវចែកជា2ញោមអ្នកខ្លះធ្វើបន់ផ្លេចអញ្ចឹងណាកុំផ្លេចត្រូវចែកចំណែកនឹងជា2បើប្រសងមានអីមេតាបៃតាក៏ត្រូវទទួលបានរបស់អស់ទាំងនឹងដែរនឹងឲ្យឈ្មោះថាអមិសបូជាយកដោយគ្រឿងអមិសៈផ្សេងញាតិញោមពោលគឺបច្ច័យទាំងឡាយ4ហ្នឹងបច្ច័យយៈប្រែមកតែគ្រឿងអាស្រ័យយើងរស់នៅសុខដុមរមនាទៅបានអាស្រ័យដោយសារបច្ច័យទាំងឡាយ4ហ្នឹងដល់តែយើងដល់អាស្រ័យដោយសារបច្ច័យ4យើងក៏ត្រូវទំនុកបំរុងលោកដោយបច្ច័យទាំងឡាយ4ហ្នឹងដូចគ្នាវិញដែរហើយបដិបត្តិបូជាត្រូវគោរពត្រូវបដិបត្តិបំរើលោកក្រាបសំពះនមស្ការលោកព្រឹកល្ងាចបំរើលោកវិញណាញាតិញោមដូចជាលោកបំរើយើងអញ្ចឹងកាលដែលយើងនៅពីក្មេងលោកចិញ្ចឹមទំនុកបំរុងបីបំថ្នាក់ថ្នមយើងដែលជាបុត្រធីតាប្រុសស្រីយ៉ាងណាដល់ទៅពេលលោកស្ថិតនៅក្នុងជារាវ័យនេះជាពេលមួយដែលយើងត្រូវបដិបត្តិក្រាបសំពះនមស្ការលោកវិញមេតាបៃតាមិនចាំបាច់វាយកវលវាយខ្សែកទិញជៀនប្រាជៀនពេជ្រយកមកឲ្យគាត់ទេញោមគាត់អត់ដែលចង់បានរបស់អស់ទាំងហ្នឹងទេមែនញោមយាយអត់ដែលចង់បានជៀនត្រាអត់ដែលចង់បានខ្សែកអត់ចង់បានកវលអីទេតិចលឺសូតស្រីពៅគេទៅលុកដៃបានជាង$30,000មានដែលធ្លាប់ទេតកូនអូនណាម៉ែទៅលឺកូនឯងលុកបានដីបានជាង$30,000ដំកវលពេជ្រឲ្យម៉ែមួយមកកូនមានដែលទាកូនចឹងអត់ញោមអត់ទេណាញាតិញោមអត់ដែលចង់បានអញ្ចឹងទេប៉ិនបើកូនវិញណាញោមប៉ិនមិនមែនថាកូនគេនេះទេថាឲ្យញាតិញោមស្ដាប់ប៉ិនបើកូនវិញណាញាតិញោមតិចលឺសូតម៉ែលុកមេគោមួយប្រពីលមួយបាន3លាងបានស្អែកឡើងបាយម្នាក់មួយស្រាក់មកជំងឺម៉ែឥឡូវហ្នឹងម៉ែខ្ញុំដេញតុងទីនគេឥឡូវអត់មានលុយអំបិលសុំខ្ចីម៉ែ50,000សិនមកម៉ែដក50,000នោះអាកូនមួយទៀតម៉ែអើយខ្ញុំចង់បាន2លានយកទៅទិញមេគោមួយប្រពីលគ្រាន់តែ5ដក2លានទៀតអានោះមកដកអានេះមកដកជំងឺគ្រប់គ្នាណែ
ប៉ិនបើមេដាបៃតាអត់ដែលចង់បានលុយកាក់ប្រាក់កាសពីកូនចៅប្រុសស្រីទេគាត់ចង់បានតែមួយគត់ធំបំផុតគឺប្រាថ្នាឲ្យកូនគាត់បាននៅសេចក្តីសុខប្រាថ្នាឲ្យកូនគាត់បាននៅសេចក្តីចម្រើនចង់តែឲ្យកូនគាត់រកស៊ីមានបានកុំកាំងតិចតិជុំចេះស្រឡាញ់បងប្អូនវាកុំឲ្យឆ្លោះទាស់តែងខ្វែងកំណត់គ្នាមិនអញ្ចឹងឲ្យញោមកូនម្ដងយោមែនហ្នឹងហើយគោលបំណងញោមអញ្ចឹងណាចង់ឲ្យកូនញោមបាននៅសេចក្តីសុខចង់ឲ្យកូនញោមបាននៅសេចក្តីចម្រើនអញ្ចឹងកូនត្រូវបូជាទាំងបដិបត្តិបូជាក្តីការបម្រើលោកក្តីទាំងអាមិសបូជាការបូជាដោយគ្រឿងអាមិសពោលគឺបច្ច័យទាំងឡាយ4នេះក្តីឥឡូវបញ្ជាក់ញាតិញោមរឿងយើងបូជានេះកាលពីសម័យពុទ្ធកាលញាតិញោមបើសិនជាយើងមិនដឹងគុណមិនរលឹកគុណមេដាបៃតាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាកូននោះវង្វេងកាលបើយើងមិនដឹងគុណលោកមិនតបគុណលោកមិនសងគុណលោកកូននោះក្រធម៌3ញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាក្រធម៌3ហ្នឹងមិនមែនកើតមកជាកបីទេណាគឺក្រធម៌3ក្រធម៌3ហ្នឹងទី1ក្រខន្តីទី2ក្រសច្ចៈទី3ក្រកតញ្ញូបើសិនជាយើងមិនមានពាក្យសច្ចៈជាមួយមេដាបៃតាការដែលលោកនៅរស់រានមានជីវិតយើងអត់បានពោលពាក្យពិតទៀងត្រង់ជាមួយគាត់ដល់ទៅពេលយើងចាស់ទៅយើងមានកូននៅជាមួយបន្ទុកនៅជាមួយយើងពេលដែលយើងចាស់ទៅកូនរបស់យើងក៏អត់ពោលពាក្យពិតទៀងត្រង់ជាមួយនឹងយើងបើសិនជាយើងអត់មានខន្តីជាមួយអ្នកម្ដាយយើងដល់ពេលដែលយើងចាស់ទៅយើងមានកូនរបស់យើងក៏អត់មានសេចក្តីខន្តីសន្តោសចំពោះយើងដូចគ្នាបើសិនជាយើងអត់កតញ្ញូអត់ដឹងគុណលោកដល់ពេលដែលលោកចាស់ចិត្តយើងចាស់ជរាទៅកូនដែលនៅជាមួយយើងក៏អត់ដឹងគុណអត់រលឹកគុណចឹងដែរញាតិញោមព្រោះអត់រលឹកគុណនឹងដែរអញ្ចឹងបានព្រះលោកសម្ដែងថាបើកូនណាដឹងគុណមេដាបៃតាចម្រើនកូនដែលមិនដឹងគុណវិនាសកូនដែលមិនដឹងគុណក្រធម៌3កូនដែលដឹងគុណមាននៅធម៌3ហ្នឹងហើយស្ដាប់តន់ទេធម៌3ហ្នឹងមិនញោមយាយអ្នកយកបាតញោមតន់ណាបើដឹងគុណបានធម៌3ហ្នឹងបើអត់ដឹងគុណក្រធម៌3ហ្នឹងដឹងគុណចម្រើនមិនដឹងគុណវិនាសដឹងគុណចម្រើនមិនដឹងគុណវិនាសយ៉ាងម៉េចមកលើករឿងមួយឲ្យញាតិញោមស្ដាប់សម័យពុទ្ធកាលមានបុរសនៅជាមួយម្ដាយមានមនុស្សម្នាក់នៅជាមួយម្ដាយតាំងពីក្មេងមកអញ្ចឹងញាតិញោមនៅជាមួយម្ដាយតាំងតែពីក្មេងមកហើយម្ដាយនោះមិនមានស្វាមីទេនៅតែពីរអ្នកកូននឹងស្រឡាញ់ថ្នាក់ថ្នមបំ3កូននឹងអូយស្រឡាញ់ថ្នាក់ថ្នមបំ3កូនគុកអាចច្បាច់នំតាំងពីបាយទឹកនំចំណីត្រីសាច់ថ្នាក់ថ្នមបំ3កូនប្រុសនឹងដល់តែកូននឹងធំឡើងកូននឹងក៏ដឹងគុណរលឹកគុណមេដាបៃតាអញ្ចឹងដែរញាតិញោមដឹងគុណរលឹកគុណមេដាអញ្ចឹងដែរថ្នាក់ថ្នមបំ3បំរើមេដាបៃតាគុកអាចច្បាច់នោមពេលដែលមេដាចាក់ទៅយប់ឡើងមុននឹងទៅសម្រាននឹងមកគុកដៃគុកជើងឲ្យមេដាសិនណែម្ដាយឪពុកជាពិសេសយាយថ្ងៃហ្នឹងឥឡូវញោមຕົកបច្ច័យនឹងមកដុំសិនមកស្ដាប់ធម៌សិនណាញាតិញោមស្ដាប់ធម៌សិនមិនមកសំដែងដល់ណាហើយណាគុកអាចច្បាច់នោមណែកូនហ្នឹងណាញាតិញោមមុននឹងចេញទៅសម្រានយប់ឡើងត្រូវមកគុកដៃគុកជើងឲ្យមេដានឹងសិនឲ្យម្ដាយនឹងសិនណាញាតិញោមគុកដៃគុកជើងឲ្យម្ដាយឥឡូវសួរលោកយាយសិនណាលោកយាយងួនមួយអាងាចយប់ឡើងមុនកូនគេទៅវាយទៅសម្រានគេមានដែរមកសបាច់ដៃសបាច់ជើងឲ្យយាយអត់សបាច់ហ្នឹងហើយអញ្ចឹងណាញាតិញោមហើយសបាច់ដៃសបាច់ជើងឲ្យលោកអញ្ចឹងឲ្យបានឈ្មោះថាបដិបត្តិបូជាយើងបដិបត្តិលោកគ្រប់ពេលគ្រប់វេលាឲ្យឈ្មោះថានិច្ចកតញ្ញូម្ដាយឪពុកពេលដែលមានកូននៅចិត្តគាត់សบายចិត្តណាញាតិញោមសบายចិត្តណាអត់ដែលចង់បានប្រាថ្នាចង់បានរបស់អីធំពីកូនទេសំខាន់គឺឲ្យតែមានកូននៅក្បែរគាត់សบายចិត្តហើយគាត់សบายចិត្តហើយកាលណាចិត្តរបស់គាត់សบายសម្រានក៏លក់ស្រួលអាកាយរបស់គាត់ក៏នៅសនុកអាយុវែងមិនអញ្ចឹងណាយាយណាអាយុវែង100ចិត្តនោះមិនតាន់ទៅណាផងដូចថ្ងៃនេះលោកយាយអាយុបច្ចុប្បន្នប្រហែលហើយចិត្ត4ហើយកូនគេធ្វើចម្រើនបច្ចុប្បន្នស្រោចស្រពសកលតាវរីឲ្យថ្ងៃហ្នឹងបច្ច័យ4ឲ្យថ្ងៃហ្នឹងចម្រើនបច្ចុប្បន្នមានន័យតែធ្វើឡើងដើម្បីឲ្យកើតធ្វើឡើងអញ្ចឹងចិត្ត4 7 2 14 4 2 8បើបាន148ឆ្នាំយកអត់យាយញោមយោអ្នកណាគេចង់ខ្លីណាយាយណោគេចង់តែវែងគ្រប់តែគ្នាអញ្ចឹងណាចូលមករឿងយើងហ្នឹងវិញអត់ដឹងគុណវិនិច្ឆ័យដឹងគុណចម្រើនដល់ពេលល្ងាចឡើងយប់ឡើងមុននឹងទៅសម្រានក៏ត្រូវមកគុកដៃគុកជើងឲ្យម្ដាយនឹងឲ្យថ្វាយបង្គំអ្នកម្ដាយកូនសុំថ្វាយបង្គំលាអ្នកម្ដាយទៅសម្រាកហើយទៅកតុបកន្លែងរបស់ខ្លួនមុននឹងលានឹងថ្វាយបង្គំលាអ្នកម្ដាយទៀតប៉ាន់កូនឥឡូវចាំតែងាយថ្វាយបង្គំម៉ែចេញតើណាយាយណោ
ញោមមិនម៉ែថ្ងៃនេះទេម៉ែទាំងអស់គ្នាបើបានថ្វាយអង្គមម្ដងមកជីវិតយាយខ្លះអត់ដែលកូនបានថ្វាយអង្គមម្ដងទេណាញាតិញោមមកជីវិតរបស់គាត់អត់ដែលមានកូនថ្វាយអង្គមម្ដងទេចឹងហើយបានមានលោកយាយខ្លះអាត្មាធ្លាប់សង្កេតឃើញពេលបន់ចម្រើនបច្ចុប្បន្នកូនខ្លះគេធ្វើបន់ឲ្យម្ដាយរបស់គេថ្វាយអង្គមពោតចឹងមានលោកយាយខ្លះដែលជាញាតិមិត្តទៅចូលរួមកម្មវិធីបន់ហ្នឹងឃើញចឹងស្រក់ទឹកភ្នែកម៉ាត់ហើយអាត្មាធ្លាប់សួរញោមមិនបានជាញោមស្រក់ទឹកភ្នែកថាដេចគុណអើយកណាបើមានកូនច្រើនដូចគេអញ្ចឹងខ្ញុំកណាកូនកណា7 8នាក់ប៉ុន្តែតាំងតែពីកណានៅក្មេងរហូតទល់គ្នាកណាចិត្តស្លាប់ទៅវិញអត់ដែលឃើញកូនកណាបានថ្វាយអង្គមកណាដូចកូនគេសោះអត់ដែលឃើញកូនកណាងូតទឹកឲ្យកណាដុសសាប៊ូឲ្យកណាដូចកូនគេសោះគាត់ស្រក់ទឹកភ្នែកណាញាតិញោមហើយម្ដាយខ្លះអញ្ចឹងដែរម្ដាយកូនបានថ្វាយអង្គម្ដងទេមកជីវិតរបស់គាត់ញាតិញោមមានតែយកដៃដែលគាត់បង្កើតមកហ្នឹងទៅទះទៅតប់គាត់មានតែយកជើងដែលគាត់ធ្លាប់លាងធ្លាប់អំបោះធ្លាប់បង្អែលហ្នឹងទៅទាត់ទៅធាក់គាត់មានតែយកអាភ្នែកដែលគាត់ខំបង្កើតមកអាមាត់ដែលគាត់ខំបង្កើតមកយកទៅសម្លក់យកទៅសម្លឹងដាក់គាត់យកទៅជេរយកទៅបចោដាក់គាត់មានតែអញ្ចឹងហើយបើបានថ្វាយអង្គមនឹងថ្វាយអង្គមសឹងតែមិនអស់ពីចិត្តទៀតណាយាយបានថ្វាយអង្គមនឹងតើញោមអាចារ្យដាក់ក្បាលមេកូនណាហកកូនចៅអើយមកឲ្យមូលគ្នាមកណាកូនថ្វាយអង្គមម៉ែ3ពោតទៅកូនថ្វាយអង្គមម៉ែតើកូនថ្វាយអង្គមបាន1ពោតតោះមកកូន1ពោតទៀតកូន1ពោតទៀតបាន1ពោតទៀតកូនថែម1ពោតទៀតកូនបាន1ពោតទៀតបានឲ្យ3ពោតនឹងដល់ស្អែកឡើងស្បត់ណាញាតិញោមបើបានមកថ្វាយអង្គមទៀតញោមបើគេលើកដៃមិនដឹងជាមានស្អីជាប់នឹងដៃនឹងដឹងជាថ្មប្រមាណ1000គីឡូញាតិញោមលើកដូចរៀងរឹងណាញាតិញោមលើកមិនចេញទេប៉ិនបើអ្នកដតីណាញាតិញោមអ្នកដតីលើកដៃសាពះគេបានជាមួយម្ដាយក្មេកឪពុកក្មេកហូបបាយអង្គុយសិតបត់ជើងណាញាតិញោមដល់ពេលម៉ែឯងឯងលេងសាប៉ែនភ្នែនឯចោងហោងហើយឃើញចឹងមែនញោមម៉ែក្មេកឪពុកក្មេកកូនភាសាគេហូបបាយគេអង្គុយសាបត់ជើងណាញាតិញោមបត់ជើងយកពីតុនហ្មងហើយបើជាមួយម៉ែជាមួយឪអង្គុយសាប៉ែនភ្នែនអ្នកដតីឆ្លើយបាតឆ្លើយចាស់ឲ្យផ្អែមប៉ិនជាមួយម៉ែជាមួយឪសិតតស័យសិតតអ៊ឺសិតតអើមែនញោមម្ដាយឪពុកទោះស្លូតកាចកូនគួរតែខ្លាចដូចមហាក្សត្រគាត់ជេរស្រីថាពីបិមាត់យើងគួរតែស្ងាត់ស្ងប់សូនឆឹងបើលោកបដៅត្រូវតែស្រាប់យកជាតម្រាប់កុំតតឹងមនោម្នាក់ចេះរឹងនឹងហើយហៅកូនសាច់កម្មធរអាចចេះតែផ្លេចបើជេរបតិចវាចេះតែចាំម៉ែឲ្យទាញមកស្រាំអកុសលកម្មវាទាញតែស្វែងនឹងហើយហៅថាអវៈជាតិបត់ខូចបំផុតតាំងពីក្មេងដើរប្រព្រឹត្តព្រើលផ្សេងដើរលេងលបែងស្រីមិនស្ដាប់មិនស្ដាយជាតិកំណើតល្ងងស្លុតស្លើតដល់ចាស់ស្លាប់ត្រឹមត្រូវមិនចេះស្ដាប់ពិបាកម៉ែឲ្យប្រាប់ទាំងយប់ថ្ងៃម៉ែឲ្យមានគុណណាស់វាមិនសំពះខ្មាស់អៀនដៃបើអ្នកក្រៅដតីវិស័យសោះសំពះបានឆ្លើយបាតចាស់ខ្ញុំភាពព្រមទុំនឹងសន្តានបើម៉ែឲ្យឯងក្នុងស្ថានវិហានឆ្លើយស្អីអញអើជឿញោមនេះមិនកុំឆ្លើយបើមិនជឿញោមចាំស្អែកនឹងចាំហៅកូនញោមនៅលើផ្ទះស្រីពៅនៅពីងទឹកណាមិនអូនស្អីគេម៉ែបើមិនចឹងមែនញោមអាពៅគេឆ្លើយពីកូនផ្ទះមកស្អីគេឲ្យសិតតែស្អីសើអ៊ឺសាអោណាប៉ិនបើដើរចេញទៅក្រៅផ្ទះមានអ្នកចិត្តខាងគេសួរមេនាងអញ្ជើញតណាចាខ្ញុំអញ្ជើញតលិចបាទខ្ញុំអញ្ជើញតកើតឃើញអត់ញោមហើយដប់ម៉ែក្មេងគេទៅវត្តក៏ថ្នមណាស់ដែរណាញាតិញោមបើម៉ែខ្លួនឯងសឹងតែកាន់កន្ត្រកស្លាមជាប់នោះគេមិនដែលប្រាប់តែម៉ែផ្លូវមុខកលុកណាម៉ែឯងតោងចេះកេះកូនឲ្យជាប់មកណាម៉ែអត់មានប្រាប់ទៅជិះបុកកលុកនឹងសឹងតែធ្លាក់អាស្លាពីដៃនឹងទៀតណាយាយប៉ិនបើគេដប់ប្រពន្ធគេណាមានផ្លូវកលុកឲ្យមុខអីគេប្រាប់ព្រាមទុកឲ្យណាអូនណាអូនឯងតោងចេះកេះបងឲ្យជាប់ណាអូនផ្លូវមុខកលាក់ណាអូនណាតោងឲ្យជាប់ឃើញញោមមិនអន់ជាងប្រពន្ធគេផងណាយាយប៉ុន្តែម្ដាយឪពុកទាំងអស់ត្រូវដឹងដែរចឹងហើយបាទអាត្មាថាត្រូវខំប្រឹងលះបង់ពេលវេលាខ្លះសម្រាប់ជាប្រយោជន៍របស់យើងទៅធ្វើបុណ្យសន្សំកុសលទុកឲ្យហើយចូលរឿងយើងនេះវិញកូននឹងមុនទៅដេកក៏ថ្វាយអង្គមមុននឹងទៅសម្រានក៏ថ្វាយអង្គមលាអ្នកម្ដាយទៅដែរមុននឹងចូលសម្រានមកគុកដៃគុកជើងឲ្យម្ដាយនឹងដែរបានចេញទៅសម្រានកើតរាល់ថ្ងៃចឹងញាតិញោមបដិបត្តិពេលបាយលើកបាយយកមកជូនម៉ែចង់ទឹកលើកទឹកយកមកជូនជាមនុស្សប្រកបដោយធម៌មានសមាធិយល់ឃើញត្រូវដឹងគុណរលឹកគុណតបគុណដល់ពេលដែលកូននឹងធំពេញវ័យវឌ្ឍនាការឡើងការណាម្ដាយឯនោះចាប់ផ្ដើមបង្ខំធម្មតាទេយាយច្រើនអញ្ចឹងបើកូនកំឡោះរៀងធំល្មមបន្តិចហ្នឹងចាប់ផ្ដើមបង្ខំអាពៅហើយរៀនឲ្យឆាប់ចប់ទៅអាលអញបានចៅពងគេអញ្ចឹងគ្រប់តែគ្នាហ្នឹងហើយបើទៅវត្តវិញថ្វាយអង្គមដេចគុណណាដេចគុណកុំអាលសឹកណាកណាស្ដាយធរដេចគុណណាប៉ាន់កូនញោមកំឡោះមិនតាន់បខំមកយកប្រពន្ធណាញោមដល់ទៅពេលកូននឹងញាតិញោម
ចឹងណាញាតិញោមដល់ទៅពេលហើយបខំកូននឹកឃើញថាឯងក៏វិចាស់ណាស់ហើយមុននឹងស្លាប់ទៅឲ្យបានបាត់ភ្នែកចិត្តចឹងប៉ុន្តែយកចៅមកអាត្មាថាមិនសនុកអីញោមបើចាស់ក៏ច្រើនអញ្ចឹងច្រើនថាបើកូនកណាស្រឡាញ់តែមកតៅឯងបានតៅស្រឡាញ់រហូតដល់18ខាំងគាត់ថាអញ្ចឹងបានចៅនឹងស្រឡាញ់លើកូនប៉ុន្តែមិនសនុកអីញោមនឹកឃើញតែបានកូនកាហើយកែងឯងវាសនុកចិត្តស្លាប់ទៅវាបាត់ភ្នែកចិត្តគិតតែចឹងហើយប្រាប់កូនកូនណាម៉ែសុំនិយាយជាមួយកូនឯងតិចចុះណាកូនម៉ែមុននឹងស្លាប់ទៅម៉ែវាចាស់ណាស់ហើយចឹងបើម៉ែស្លាប់ទៅក៏ម៉ែចង់ថាធ្វើម៉េចឲ្យបានម៉ែបាត់ភ្នែកចិត្តដោយឃើញកូនឯងនឹងមានគូសកលរឹងដៃរឹងជើងមានគូសកលនឹងគេទៅម៉ែស្លាប់ទៅបាត់ភ្នែកចិត្តហើយកូនកូននោះញាតិញោមនឹកឃើញថានៅជាមួយម្ដាយសុខហើយបើយកប្រពន្ធមកខ្លាចប្រពន្ធនឹងគេមិនស្មោះត្រង់ជាមួយនឹងម្ដាយខ្លាចប្រពន្ធនឹងគេមិនបំរើទំនុកបំរុងដូចខ្លួននៅជាមួយម្ដាយអីខ្លាចគេមិនស្មោះត្រង់ជាមួយម្ដាយគេធ្វើបាបម្ដាយចេះមួយចុះពីរគេដៀលថ្មេះម្ដាយជាមនុស្សចាស់ចេះមួយចុះពីរនឹកឃើញគ្រប់សពតែខ្ញុំអត់យកទេម៉ែខ្ញុំអត់យកទេខ្ញុំសុខចិត្តនៅបំរើម៉ែខ្ញុំអត់យកទេម្ដាយបខំម្ដងជាពីរដងកូននោះថាប្រកែកមិនព្រមយកម៉ែនៅតែបខំបើកូនឯងមិនយកម៉ែស្លាប់ទៅបាត់ភ្នែកចិត្តណាដែលវាលេងអាក្បាច់នឹងទៀតណាញោមកូនឯងមិនយកប្រពន្ធម៉ែស្លាប់ទៅបាត់ភ្នែកចិត្តទេដល់តែកូនលឺសូរអញ្ចឹងស្លុតចិត្តអ្នកម្ដាយឡូវកូនតាមអ្នកម្ដាយចុះម៉ែទុកដាក់ឲ្យកូនយ៉ាងម៉េចក៏កូនតាមម៉ែដែរទៅតែដឹងស្ត្រីនៅភូមិជាមួយគ្នានឹងឲ្យបានជាភរិយាដល់តែបានជាភរិយានាងឯណោះជាប្រពន្ធឯណោះនៅតែម្ដាយអត់មានឪពុកដែរហើយម្ដាយនោះចាស់ជរាដូចគ្នាចឹងដែរដល់តែការហើយសុំប្តីបងខ្ញុំធម្មតាស្ត្រីការហើយត្រូវមកនៅផ្ទះខាងបុរសប៉ុន្តែពេលការបុរសត្រូវទៅការនៅខាងស្ត្រីប៉ុន្តែឥឡូវនោះវាឡប់គ្នាជួនកាលស្រីនៅទៅការខាងប្រុសក៏មានដែរណាញោមឡប់ហើយមិនដឹងជាស្អីប្រពៃណីមិនដឹងនៅត្រង់ណាញាតិញោមយើងចាស់ពីដើមនេះតម្រាំឲ្យយាយបានតាមមិនធម្មតាបានយាយមិនធម្មតាទេណាយាយណមតាបានយាយទៅបំរើសឹកអស់ហើយក្បាលជង្គង់កែងដៃសឹកអស់ហើយញាតិញោមទៅស៊ើបសួរគេណាបើថាស្រឡាញ់នារីកណាប្រាប់ម្ដាយប្រាប់ឪពុកអត់មានទៅខ្លួនឯងទេញាតិញោមប្រាប់ម្ដាយប្រាប់ឪពុកហ្នឹងម្ដាយឪពុកចាប់ផ្ដើមរអ្នកដែលមានថ្វីមាត់មានវោហាទៅស៊ើបសួរមើលសិនតើអ្នកកូនកំមុំអ្នកហ្នឹងពិតជាកំមុំមែនឬក៏មិនមែនមានអត្តចរិតបៀបម៉េចនៅទំនេរឬមិននៅទំនេរតបងឡើយឲ្យគេទៅស៊ើបសួរជើងទី1ដឹងតែនៅទំនេរមកប្រាប់លោកមេបាយនេះវិញទៅជើងទី2ដឹងទៅជើងទី2មានបរិយមានមលូមានស្លាចាប់ផ្ដើមនិយាយសួរតើកូននឹងវាយ៉ាងម៉េចមានជាប់ជាពាក់ចិត្តពីណាអីដល់ជើងទី3ទៅលើកទៀតដើម្បីដាក់ថ្ងៃថាឲ្យលោកមេបាកូនខាងប្រុសនេះទៅស្ដីតដឹងហើយស្ដីតដឹងទៅជើងទី1ជើងទី2ជើងទី3ទៀតទៅ3ជើងទៀតគាត់ណាស៊ើប3ជើងទៅតដឹង3ជើងហើយ3ជើងផ្លែឈើ38មុខតដឹងហើយភ្លាមអត់មានដាក់ថ្ងៃការភ្លាមទេមែនយាយអត់មានដាក់ថ្ងៃការភ្លាមទេណាដល់ទៅពេលតដឹងហើយភ្លាមត្រូវយកកូនប្រុសហ្នឹងមកនៅផ្ទះខាងកូនស្រីបំរើកមើលកិច្ចការក្នុងផ្ទះហ្នឹងរយៈកាល6ខែយ៉ាងតិច6ខែយ៉ាងតិចបំរើកូនស្រីណាញោម6ខែយ៉ាងតិចដើម្បីមើលលក្ខណៈសម្បត្តិរបស់កូនប្រុសហ្នឹងត្រឹមត្រូវឬមិនត្រឹមត្រូវល្អឬមិនល្អហើយបើសិនតែខាងកូនស្រីម្ដាយឪពុកខាងកូនស្រីមើលទៅអាក្មេងហ្នឹងវាដូចជាមិនល្អសោះវាចូលចិត្តដើរលេងយកអាការងារក៏ដូចជាមិនខ្ជាប់ជួនធ្វើស្អីក៏ដូចជាមិនបានការអីគេផ្ដាច់ចោលទៀតណាប្រមើគេ6ខែគេផ្ដាច់ចោលទៀតមែនយាយដល់ទៅពេលមើលទៅដូចថាចង់ថែម6ខែទៀតឲ្យប្រមើ6ខែទៀត2ដល់10ខែមួយឆ្នាំគត់មួយឆ្នាំអ្នកខ្លះអត់បានទៀតណាផ្ដាច់ចោលទៀតក៏មានដែរថាប្របាអើយប្របាណយាយណប៉ាន់ក្មេងឥឡូវមិនប្របាអញ្ចឹងឯណាតែផ្កាមកតងហ្នឹងញោមតែផ្កាមកតងគេនៅជាមួយគ្នាបានណាញាតិញោមហើយតែដឹងហើយមិនទាន់ដុបគ្នាដើរពេញដីហើយចាស់មិនណាអញ្ចឹងណាយាយប្រមើ2ដល់10ខែហើយការហើយកម្រនឹងលែងលះគ្នាណាចាស់ហេតុអីដោយសារគាត់យល់ពីចិត្តគ្នាមិនមែនស្រឡាញ់ឃើញភ្លាមស្រឡាញ់ផ្លែតដូចក្មេងឥឡូវឯណាឥឡូវជើរឿងយើងនឹងវិញដល់ទៅពេលម្ដាយឪពុកຕົកដាក់អញ្ចឹងហើយញាតិញោមម្ដាយឪពុកຕົកដាក់អញ្ចឹងព្រមទទួលហើយនាងឯណោះនៅតែម្ដាយចាស់អញ្ចឹងដែរមកប្រាប់ប្តីបងខ្ញុំមានតែម៉ែចាស់ដែរខ្ជិលទុកម៉ែឲ្យនៅតែម្នាក់ឯងអញ្ចឹងខ្ញុំចង់យកម៉ែខ្ញុំមកនៅជាមួយម៉ែបងឯងដែរឲ្យបានជុំគ្នាទាំងអស់គ្នាខាងកូនប្រុសនោះខាងប្តីណាប្រាប់ថាចាំមិនតោះខុសអីយកមកនៅជុំគ្នាទៅក៏វាល្អដែរគាត់វាចាស់ណាស់ហើយដល់តែបាននៅជាមួយគ្នាញោមធម្មតាទេកូនភាសាគេចិត្តមិនបានកំណត់មិនកើតមិនស្មោះត្រង់ជាមួយយើងជាម្ដាយក្មេកអីប្រមាណ
ដល់តែប្តីចេញទៅរកស៊ីបាត់ពីផ្ទះល្ងាចឡើងបានចូលផ្ទះព្រលឹមចេញប្រឡប់ចូលព្រលឹមចេញប្រឡប់ចូលរាល់ថ្ងៃអញ្ចឹងដល់តែពេលប្រពន្ធនេះនៅជាមួយម្ដាយទាំងពីរហ្នឹងទាំងម្ដាយខ្លួនឯងនិងម្ដាយក្មេកហ្នឹងចាប់ផ្ដើមកើតគំនិតមួយទៅអញដូចនៅជាមួយម្ដាយគេមិនម្ដាយឯងផងពិបាកណាស់យាយចាស់មិនស្រួលទេអាណាគុអាចច្បាច់នោមអាណាបាយទឹកនំចំណីត្រីសាច់ត្រូវគុតគង់ត្រូវបោកខោបោកអាវបោកសពុតមិនពិបាកមិនស្រួលទេពីរបីនាក់អញដូចទ្រាំបានទេបើម៉ែខ្លួនឯងនៅមានចិត្តខ្លះតែម៉ែក្មេកគេមិនស្មោះអីញាតិញោមម៉ៃចឹងបានកូនភាសាយាយគាត់រើសណាមិនងាយទេមិនងាយយកកូនភាសាមកទេគាត់រើសណាចឹងនាងហ្នឹងចឹងញាតិញោមគេមិនស្មោះជាមួយយើងជាម្ដាយក្មេកអីចាប់ផ្ដើមកើតគំនិតគិតរកបាយកលមកថ្ងៃហ្នឹងចាប់ផ្ដើមយប់ឡើងចាប់ផ្ដើមលំអុកប្តីបងណានៅជាមួយគ្នាយប់ឡើងណាសម្រាប់ជាមួយគ្នាយប់ឡើងលំអុកប្តីលើកទី1ប្រាប់បងណាខ្ញុំដូចជាពិបាកនៅជាមួយមនុស្សចាស់ណាបងដូចជាពិបាកនៅជាមួយគាត់ណាស្លោស្អីឲ្យគាត់ហូបគាត់ហូបមិនឆ្ងាញ់ទេគាត់បោកចានបោកឆ្នាំងចោលគាត់ថាអញ្ចេះថាអញ្ចោះខ្ញុំពិបាកគត់គង់ណាប្តីក៏អត់មាត់ដែរញាតិញោមព្រោះស្រឡាញ់ម្ដាយណាស់ថ្នមម្ដាយណាស់ចង់នាងប្រពន្ធនឹងថាយ៉ាងម៉េចក៏មិនជឿដែរអត់ជឿអត់យកចិត្តទុកដាក់ស្ដាប់ដល់ហើយអត់ជឿអត់មាត់អត់តអីអញ្ចឹងប្រពន្ធក៏ស្ងាត់មាត់ទៅសែកឡើងចាប់ផ្ដើមលំអុកទៀតណាបងណាខ្ញុំពិបាកនៅជាមួយចាស់ណាបងថ្ងៃហ្នឹងទ្រាំបានមានុបនឹងសួរបើពិបាកនៅជាមួយគាត់គិតធ្វើយ៉ាងម៉េចថាគួរតែយកគាត់យកទៅចោលឯណាឬយកទៅសម្លាប់ចោលទៅពិបាកនៅជាមួយគាត់ថាអញ្ចឹងហ្មងណាយាយអ្នកឯនោះមិនព្រមកូនប្រុសនោះមិនព្រមតែណាគេដាច់ចិត្តយកម៉ែខ្លួនឯងមកសម្លាប់ថ្នាក់ថ្នមបងបីម្ដាយនៅជាមួយម្ដាយសុខសប្បាយចឹងហ៎ប៉ិនកាលដែលនៅជាមួយម្ដាយសុខប៉ុណ្ណឹងដល់តែគេនៅជាមួយប្រពន្ធគេយល់ថាសុខជាងនៅជាមួយម្ដាយគេទៀតនោះយាយញោមដល់ពេលលំអុកថ្ងៃទី2កូនឯនោះចាប់ផ្ដើមគិតទៀតមិនយកចិត្តទុកដាក់ទេថ្ងៃទី3គេដាក់លក្ខខណ្ឌបងបើសិនជាបងឯងមិនយកម៉ែទៅសម្លាប់ចោលបើបងឯងនៅជាមួយម៉ែខ្ញុំចោះចេញពីផ្ទះបើបងឯងនៅជាមួយខ្ញុំត្រូវអត់គាត់បើមានគាត់ត្រូវអត់ខ្ញុំណែគេដាក់លក្ខខណ្ឌអញ្ចឹងណាយាយហើយកូនហ្នឹងតើកូនហ្នឹងគេជ្រើសរើសយកយើងយាយចាស់ឬក៏ជ្រើសរើសយកនាងក្មេងក្រមុំនោះញោមគេជ្រើសរើសយកមួយណាញោមគេជ្រើសរើសយកក្មេងគ្នាគេនោះថ្ងៃហ្នឹងដាច់ចិត្តទេហ្មងគេដាក់លក្ខខណ្ឌអញ្ចឹងអញកាលណាចោលប្រពន្ធមិនបានទេដេកអោបយប់ឡើងនៅសនុកសុកស្រួលបានប្រពន្ធកុកដៃកុកជើងឲ្យអញ្ចឹងហើយបើសងផងញោមអើយលោកពិបាកណាស់កំសត់ណាស់ណាយាយក៏មកសានិយាយដើមលោកពេកលោកក្មេងហ្នឹងត្រូវរក្សាលោកផងបើសិនតែលោកឆានឲ្យលោកគ្រាន់តែដេញគ្នាក្នុងកត់អីបន្តិចបលែងគ្នាតិចតួចហ្នឹងនិយាយតកវត្តហ្នឹងរឺទ្រូងអញពិបាកធ្វើបន់ដល់ហើយលោកវត្តហ្នឹងចេះមួយចុះពីរសពថ្ងៃញោមបកើតតវត្តប៉ាន់អត់ព្រមបកើតសង្ឃអាណិតលោកផងណាយាយហើយអាត្មាធ្លាប់ប្រាប់ញាតិញោមដូចទៅបន់ពឹស្ដាអញ្ចឹងបន់ពឹស្ដាស្រុកអំពេញធ្វើអាក្រក់ណាប៉ាន់យើងនៅនេះអត់អេនៅនេះអំពេញដែរញោមហ៎អំពេញប៉ាន់ទីក្រុងនិយាយរឿងទីក្រុងអាត្មាណែលោកអភ័ព្វណាស់ណែយាយជ័យរឿងហ្នឹងតិចចុះត្រូវថែលោកផងអាណិតលោកផងលោកអត់មានអីទេញាតិញោមម៉ៃទីប៉ឹងញោមណាប្រពន្ធក៏អត់កូនក៏អត់ខ្សែកក៏អត់កវលក៏អត់អញ្ជៀនក៏អត់ដោយហើយទៅផ្ទះក៏អត់ផ្ទះសំបែងក៏អត់ដីស្រែក៏អត់គោក៏អត់កបីក៏អត់ដោយហើយទៅសំបីតែបងក៏អត់ប្អូនក៏អត់កូនក៏អត់កៅក៏អត់ដោយហើយទៅតែខោអាវក៏គ្មានដែរមែនញោមលោកមានខោអាវស្លៀកដែរវាក្រដល់ប៉ុណ្្នឹងទៀតណាយាយអភ័ព្វណាស់ណាហើយបើយាយអត់ព្រមខំប្រឹងថែលោកខំប្រឹងតែធ្វើតវត្តអត់បកើតលោកនឹងប្រយ័ត្នអស់លោកញាតិញោមវត្តតាមខេត្តឥឡូវញាតិញោមធ្វើពហិធ្វើសាលាប៉ណ្ណឹងគ្នាប៉ិនអត់មានលោកឯមួយអង្គពីរអង្គត្រូវភ័យណាញាតិញោមភ័យប្រយ័ត្នអត់លោកធ្វើបន់អាត្មានិយាយរឿងលោកទៅចឹងកាលពេលអាត្មាមកនៅភ្នំពេញដំបូងឆ្នាំ2006ទៅបន់ផ្ទះឯកឧត្តមម្នាក់ចេញទៅទេសនាគាត់ថ្វាយអង្គមដេចកូនណាបន់ពឹស្ដាអញ្ចឹងដេចគុណអើយកណាបវរណាស្អែកពេលព្រឹកម៉ោង7ធ្វើម៉េចដេចគុណមកដល់ផ្ទះកណាប្រម៉ងអាភ័ព្វណាស់ណាលោកចឹងណាគេមុនម៉ោងប្រហែលទៅដល់ម៉ោងប៉ុណ្ណឹងដល់ស្អែកឡើងម៉ោង7ព្រលឹមឡើងអត់ទាន់បានឆាន់អីទេអាក្បាលពោះអត់តាំងពីល្ងាចផងខំប្រឹងស្រង់ទឹកក្រងស្បង់ជីពហើយនាំលោក7អង្គទៅដល់ផ្ទះក្នុងម៉ោង7ដល់ផ្ទះហ្មងគេមុនម៉ោង7នោះណាយាយដល់ពេលទៅដល់ផ្ទះលោកវត្តផ្សេងក៏មកដំណើរគ្នាទៀត20អង្គទាំងអស់ដល់ពេលហើយអញ្ចឹងទៅម៉ោង7ហ្នឹងមិនតែបានធ្វើកិច្ចឯណាញោមហើយទៅអង្គុយមើលគេហូបបបរ
hay cái mà là lô chan hơi nó nói vậy cái ọt miên hiệp và cái lô cái này cái hộp được kia cái đằng an mà thơ cách nó có bo cái lược lạnh lược cao rồi hơi dập bông lô cái này các ba bông nó cru crack từ lên từng mót mưa cái hộp và bó nó vậy hay cha nó ọt hiền và com kia đây các ba mấy khổ nói cha nó mình đâu lô cái nè hay bon kia nè thấu mà cha ọt hiền và cọp kia đây chèn coi cha mà lô cha làm ọc nhổm cha mới tập hẹp chắc bon kia tích mưa mà chứ du mấy mau cùng bay chiêng hai tàu tươn cái mà đong man dùm tiêu anh chơi mà thơ cách ấy tao phải xong một màu dù ở đây để cha tích tiết hao ban mũi bạt mũi bầm chạc bon là pi nhẹ chắc đo bà hao ấy nhôm mà hao mà đó mau từng ở mòn bắt nọc kia cái buổi chợ nó nhổm ban mũi bạt mũi bon kia nè thống đó nè tăng vì mau bầm phân lỗ đầm mau bầm buôn cả lắc bàn thơ cách đò bàn thơ cách nhôm mà bon tôi xa sọc bánh cà bị tập bố mà má viêm đăng kê đá hay các ba mấy khổ nói cha nó miền ấy ban dây phép nhôm tê sna pi là nghĩ có miền ban lầm ăn đó là pe cái thưa pư đá mình thưa đôi dương sọc sai rọp bạt mà đong hay đặt bạt mà đong hay về mà đong hay mà đong sâu thoa mà đong tàu nào thấy hay mà đong ọt đi cái bà tham môn lô bầm pel ong cái thôn cái bầm pel nâng lô sâu bầm pel chóp à cha giang kênh bầm pel đong đại phật cười cái thời chẳng ăn nhở cái thời chẳng nè sọc bánh nè cái thời chẳng à hay lô mà pay ong sâu mà pay đong nhiều má pư đá sâu mà đong trong cả lạc màu nhiều hay sâu mà pay đong đấy nhôm pay đó cha giang kênh mà pay chóp tiết à hay đó là sâu thoa chóp mau đập mũi đập pram này tí chầm cho bạn nó nhôm và bọt sư chạp chẳng nó này vậy mau đập mũi đập pram này tí ọt bài tăng pi là nghe lâu đập mau đập mũi đập pram này tí ta sạch lộn nó bị nho chẳng nhôm mà nho thật chẳng à đó là hai lô càng khổ cái nó sầm lăng mưa tại năng phơn cái bục kẹt nó à mà ta này là bao na phần sâu thoa tí rồi chóp thoa nó bàn năng phơn nó ngay lô ảnh nhấp lô gặp phọp đó là gì đó là pe sâu thoa chóp cái ép chom chẳng hạn nhiều mai mình là ban năng phơn cái na cái đua đam mà chan tí chẳng đó lô cái nó khơi dây nó ép chẳng hạn nó bay năng phơn nó khơi ảm tê cái đặt cái bài nó hay trong năng phơn có thiên tha trong năng phơn nó dây lô có vẻ phọp chứ à đó là pe khơi ảm tê nó đặt cái bài năng nó lô khổ mà ta mà tham chan bài bà bàn tê cho tích đồng số mà chứ phần man cho làm tê nó mình ngay chứ cho là năng lớn rồi dây thầm đằng dây cái bài cho năng lớn đó nè đó hai lô mà ông tiệt hà tiệt rồi sầm lo à tham sâu thoa bị phật thì chẹo hơi bà ba là cái đau tích đằng số mà tê dây thầm đằng tiệt ra mà ông nó thòm bán trên dây à cho năng lớn nó tốc đấy bà đại con này thà thòn chứ cái na lương 800 bạch điểm đàm ai lô cái mạch than thoáng khát nhố ọt tê nãy mà ca pi nâu vọt pi năm cao chiềng tàu nâu vọt tăng pi dục của mùi năm nhiệt nhom tăng pi tô sờ vọtไปcao phẩm buôn cao sắp nhiệt nhom sờ vọt cao sắp mà tàu nâu vọt tăng pi dục của mùi năm lốp trong ai ọt hiền thàn đằng tê lục áo pra mà ao tờ tên crop khnào hay sờ mai nó crop khnào nhiệt nhom đằng tờ lục pra tờ tên crop khnào đằng say nhiệt nhom bạch xùa nhôm cha còn đằng phải dây say cái crop khnào đằng vậy hả khọp nào cơ nhé à tham ma lục áo ơi tờ tên khọp nào ơi pram rồi mất tờ tên khọp nào hay sầm mày nó bòn tia nó này gì và lục miền tha bòn tia lục pra tờ tên nhà phọp chẳng vậy tha trong ấy ở hiện tha năng tề ơi tờ tên bòn tia mà ơi pram rồi bột bòn tia cá nó mà khọp mà rồi vậy tham ma tờ xua cái mạch phun đôi bạch đau phun đôi trong phun cái hơi bòn tia ơi thọ vô tê lục áo ơi tên khọp nào đau tăng bị đau phun đau chồng phun mà đau vọt với áo ọt miền tới cái hơi tập hợp nào áo lục khâu bay cái nhau khlo đó cái hơi tập bòn tia áo khâu bay cái nhau khlo năng hơi bòn tia nó còn anh bệnh hiền thà bòn tia thì do mau tao mà đòn tiết thì do bòn tia mà bàn pram crop đó thì do mà bàn pram crop do mà hơi chơi lục bằng sao nó này giấy vì làm sao đăng ai nó vậy hơi chơi bằng sao nó lục đặt bay cái nhau tới khlo ấy do mà anh chẳng anh thơ mấy cáp do tập lên san tấu nè bát lư sâu tập lấy tiền bị bao mắc cúp cho không xe à nè ọt thoáng chờ nè ọt chứ ngà phóp nó là lột này vậy đang dây tịch cho đó là pe đó màu tràn là âu số mẹ kén cái ná ấu lột hao ạt ma ta kén mà ra kén ta cái ná lột ấu mà ra bể lên hay nó cái ná bể nhá chẳng bể do mà anh đòn màu tràn này mỹ do mà nó cái ấu cái ná bể cái ná quạt cho nó xe à anh tật trầy tiền coi nhau à phóp nó là gì hay bật hai trong chăn tê ọt hiền tham tê đôi lô cả lâu tê trong tật tây gọt hiền hào tật tây cho mà thêm đôi lô cả lâu đây xong bị đau bà nó là gì men bị đau với tôi sọt mà phay năm chiêng môn cứ ọt hiền tha tròn tê nhiệt nhỏm bật hai trong tê lô tham bạch nhiệt nhỏm cột lương mình chẳng là gì
tha cột phượng nè nhiều mà do cột phượng ở mà mình tịch mà hay cặp bây giờ vừa hai con cặp bây giờ nó miền này chém vừa đạch do cột phượng ở mà tịch mà hay khmei nhà lâu ba tới chán nó cầm tha khmei nhà dụ sai chiêng hai chiêng ba cái môn tới chán bẹt cái nhô mưa mà đôi chọn cột phượng băm cái tiền cột off bị gan pan co đầy mà lâu men nhom chắc bạn lô cả lâu ở tha về tê nhom bà tha chọn tật tây nhom mà đôi chọn tật tây tha chọn bao nhiêu mà chọn bao tha chọn mà tê nhiêu mà chọn tê mong nơi việc phọt chẳng này vậy lâu bị chạy trâu đường dương này quanh mình đang đằng tê đò này tê thò dương đang nhổ dây bự hương đang vô mà rương đo pê này ao chưa đã lẹ khăn chẳng nhật nhom tha bao bằng anh đâu chỉ bao bằng anh đâu chỉ môi quát bằng anh trâu ọt nhom hay bao bằng anh đâu chỉ môi nhom bằng anh trâu ọt quạt đo pê đã lẹ khăn chẳng đây cật nhật nhom đây cất mà đong mình prom sai lên cái đại lẹ khăn mà đong tiết ọt prom tiệt sai lên cái đại lẹ khăn mà đong tiết ngày nâng nhom chọc mền té đó na bỏng đo pê đại lẹ khăn mà đong pi đong ngày nâng sọc chặt nhiệt nhom chẳng thơ chẳng mạch thơ ta một anh đo pê sọc chặt pi bẩn lộc láng chạm mưa oi ta mà đai con sầm an lộ sần đo chạm mưa oi mà đai con sầm an lộ chân miền lộc nó che đai nhiệt nhom do xe của họ mũi tròn trường kre của máy miền pi mai luôn ai mũi mai khmei mũi đài hay bà bốt rốt biểu tạo do mai luôn ai nâng do tọt đọt trao nhiệt nhom vì ở toàn đại chặt đọt mai luôn ai nó do xe mũi tròn chỉ nằm trường kre chỉ nằm tại dục láng về là ngật nó nát oi ta khơi nhạc xe nó xe trường thể nó xe mai nhóm á chẳng ở toàn do nâng tới tròn xe sen tròn đặt thể sen tròn chỉ nằm dục láng là ngất pi nè bà bốt cả đào dục mai sầm an lỗ tiên do mai mi bà bốt nó này vậy đại mong ta từ bố do mai khang đây do ta đốt pan đó là hái đây bị chạm kề tròn cho nằm ở gió mai niềng của con nó do ta đốt xe đây bật lang rồi mai luôn anh khơi anh do cho lòng má anh tha do mai cái à lâu đôi mai luôn anh giúp năng làm ốc mà đòn tiết bòn lâu mai dướng thì mai nhóm slap quá lâu nâu mai bằng anh lâu do quạt từ mà đòn tiết giúp năng do từ mà đòn tiết đòi do tàu mà đong tiết cọp chặt đam lơ quạt đại lơ kre plek đầy cây nhạt nhỏm co ai hết plek đầy cây cho giấy nó sầm hẹn nó có sầm hẹn ọt đằng luôn xóa này giấy cái co hết nó ọt đằng tiền và cái nông cà phê cái đại tài chứ tầm mà đằng đại thế đòi cái co hai ai hết plek đầy cây đòi plek đầy cây phải của con ô nát nhóm plek đầy cây hai nẹt bòn quạt toàn đó toàn slap thế này vậy cầm nâng toàn ao phơm toàn từ để dương chẳng cướp kia thằng o nhật nhỏm nè khla nâng nâu chư của ba tao dạo về từ nia con cháu nâng nâu kim ơi con cháu nó cò chỉ mùi luôn nâng đài nâng cam nâng viêm toàn đó mình toàn đách chi quan để chết nâng toàn tới asa sạ pa sa sạ khan pram nâng toàn rốt cháu rồi bể đào pe chẳng plek đầy cái prap con ầu na còn plek đầy cái này thì do để cái tình mau con thấy là dục là ngắt đâu không prey nhom miền tấu đấy bà tao đừng óc kia đó là pe lái nòm kia đào thì do để cái dục cả đa dục tao tắc sần sao mình lẹ tạch phóng dây nó thì chẹt nhẹ đằng luồn đó là nhẹ đằng luồn ngợp lăng nấc sần nó không chết nhẹ nhom sợ tật này mặt cồn prong mà đai nấc ta ban cồn anh vô bậc cồn máu ơi cồn anh ban sần nóc chết ơi cồn anh ban nơi chỉ môi bậc cồn miền cồn miền trao mà đai ở đây slap tơ ban bật này chật không prăng tân trăm bay bạch thay ở xa bậc cao cồn anh mà chiêm hô tầng tóc không prăng thay ở xa cô anh chỉ bạch nôm cồn tăng tại vì không bay lọt đào pan này nặng nòm bom bay sờ lanh cồn priết hắc bay đôi chỉ cao này bằng mà đai sờ lanh cồn lơ hải dụ chỉ vật bằng mà đai tiết tai bay chỉ ca song cồn bọc cồn bài ninh mình nắc man tại do bậc cồn máu tôi chỉ nòm tục đặt luôn này ắt tôi chật khăng nâng cồn luôn ấy chắc khăng nắc khơi tôi chật nâng bậc cồn mà xa luôn ấy nhỏ phố đăng là cồn luôn ấy ca nơi chỉ môi quát về lò nè rồi xa miền ca chặt cho pi bậc cồn đọc ở bọc luôn ở bọc cồn luôn chẳng ắt khăng nâng cồn luôn ấy tôi chật chặt đam chọn bị lơ kre này nhật nhòm chọn bị lơ kre lơ sọp bậc bé pan là tôi chật nâng mền sọp chật ở cái đọt đó nè tổ bay đăng là cái do mà đọt tổ bay tôi chật mấy cầm sọp chật slap đấy sọp chật chọn bị lơ kẻ vậy giấy bộ ọt rồi kia nó là ná thì chọn slap bây giờ cho bị lơ kẻ tôi lơ cả sọp bậc bé nó do mà đại chỉ nô với nhau co ọt thò mà đai chẳng côn máu và ọt đắng là vậy nó không bằng nặc khơi là bà anh tàu kẹt dục năng tiếc do anh do mà đọt mà đào tiền chẳng ọt toàn tàu ấy đào tê ta là ngất nó tập buôn nó còn đào chờ mùi thông nhiệt dạo miền cầu đào chờ nó thòng tập buôn cầu đào chờ nó tổng quay sừng ngâm không đào chờ nó tàu mà dục năng đào pe cô này nó cái nom kia do để cái mất đọt sọp bậc bé nó che tay tàu mai nó nông quay nó dục năng toàn hiện tàu kẹt tên toàn rồi mẹ chặt tàu kẹt thế
នៅអង្គុយក្នុងព្រៃហ្នឹងដល់ឲ្យយប់ហ្នឹងមានចោរមកក្រុមវាលួចបានដេញលួចមាសពីអ្នកស្រុកមកអ្នកស្រុកគេដេញយកកបាត់ផងថៅផងដេញផងរត់វាមិនដឹងយកអាមាសហ្នឹងទៅណាវារហ័នពេកទៅណាយាយឃើញអាគល់ឈើហ្នឹងធំបោះមាសកញ្ចប់មាសហ្នឹងទៅគល់ឈើហ្នឹងទៅចំដៃយាយណាឃើញញោមអីវាមិនសាប់ហើយបានមាសមកកញ្ចប់ទៀតហ្នឹងណាយាយប៉ាន់កំសាដូចយាយហ្នឹងអត់កើតទេដល់ទៅពេលបានមាសមកកញ្ចប់ហ្នឹងហើយចោលឲ្យនោះញាតិញោមនិយាយពីចោលនោះវាភ័យវាពេកមិនគិតរឿងអាមាសហ្នឹងឯងຕົកនៅហ្នឹងសិនណាអញចាំរួចខ្លួនសិនចាំមកយកមាសហ្នឹងដល់បាក់កាន់មាសហ្នឹងរត់មិនតាន់សវ៉ាបោះមាសហ្នឹងចោលរត់ហួសទៅដល់អ្នកភូមិអ្នកស្រុកគេរមឃើញគេឡប់មកភូមិវិញអស់និយាយពីចោលហ្នឹងនឹកឃើញមាសខ្លួនឯងនៅហ្នឹងអញបោះទុកនៅហ្នឹងអញ្ចឹងនាំគ្នាមកយើងទៅរកមើលមាសយើងដល់មកដល់កន្លែងដើមឈើហ្នឹងស្រាប់តែមើលទៅឃើញយាយអង្គុយហៅបាថងមាសហ្នឹងនៅញឹមស្ញិញដាក់ចឹងអានោះវាយកផងល្ងិតភ័យណាយាយហើយយាយមើលទៅថ្មិញនៅសល់ពីណាអាថ្មិញធ្គាមពីមុខនៅសល់ពីហ្នឹងផងភ័យចាប់ផ្ដើមនាំគ្នាអត់ទេអញហ៊ានចូលចិត្តឲ្យប្រើអាមួយឲ្យចូលទៅអាមួយវាអត់ហ៊ានប្រើអាមួយទៀតចូលទៅវាអត់ហ៊ានចឹងនាំគ្នាទៅរកគ្រូខ្មោចអាចារ្យខ្មោចចំមើលអាចារ្យខ្មោចទៀតយាយសពថ្ងៃចែកជាពីរចឹងមានអាចារ្យខ្មោចផងអាចារ្យការផងហើយមិនចាំបាច់ចែកចឹងញោមអាត្មាចេះជំរះទិដ្ឋិញាតិញោមញាតិញោមឥឡូវញាតិញោមច្រើនអញ្ចឹងមែនបើអាចារ្យការបើអាចារ្យខ្មោចញោមអាចារ្យយោគីអត់កម្រមានអាណាគេយកអាចារ្យយោគីយកទៅធ្វើអាចារ្យការណាមែនញោមមិនបានប្រកាន់អញ្ចឹងញាតិញោមពីមុនណាកុំថាឡើយដល់ថ្នាក់អត់យកមកធ្វើអាចារ្យការសំបីតឡើងផ្ទះហ្នឹងបើឃើញអាចារ្យខ្មោចដាក់រួមអត់ឲ្យគាត់មកទេនៅប្រកាន់ដល់ប៉ុណ្ណឹងស្រុកអាត្មាណាញាតិញោមប៉ុន្តែឥឡូវលែងសូវប្រកាន់អញ្ចឹងហើយដោយសារតែគុណភក្តីទៅជំរះទៅថេឥឡូវញាតិញោមនៅនេះត្រូវជំរះត្រង់ហ្នឹងដែរហេតុអីបានប្រកាន់អាចារ្យខ្មោចហេតុអីបានប្រកាន់អាចារ្យការចោះលោកបើប្រកាន់អាចារ្យមិនចែកលោកផងនិយាយអ្នកលោកវត្តនេះលោកខ្មោចណាកុំយកមកសូត្រមន្តឡើងផ្ទះណាកុំយកមកសូត្រមន្តការប៉ិនលោកមានចែកអញ្ចឹងណាគេមន្តទៅខ្មោចគេមន្តទៅការគេមន្តទៅសូត្រមន្តឡើងផ្ទះមានចែកលោកខ្មោចលោកការណាមែនយេហើយមួយទៀតចាប់ដើមនិយាយបើអាចារ្យបាក់មេឃកុំយកណាបាក់មេឃហ្នឹងមានន័យតែគាត់អត់មានភរិយាមិនអញ្ចឹងអីយាយបើអាចារ្យបាក់មេឃកុំយកមកធ្វើអាចារ្យការនៅចង្រៃអពមង្គលការកូនយើងនឹងបានសុខទេហើយចោះលោកមានប្រពន្ធឯណាមិនញោមយកទៅសូត្រមុនញោមថ្ងៃនេះជួយលើកអាចារ្យតិចសិនណាកុំចែកអាចារ្យអញ្ចឹងញាតិញោមអត់មានអាចារ្យខ្មោចអាចារ្យការឯណាទេគ្រាន់តែជំនឿទេញាតិញោមដូចជាពាក្យឆុងអញ្ចឹងឥឡូវ49នាទី10នាទីទៀតចុះណាញោមត្រង់បានណាបើភ្ញៀវក៏មិនទាន់ឃើញមកច្រើនអីដែរឃើញតែយាយអត់អីទេសុំ10នាទីទៀតចុះឲ្យបាន2ថ្ងៃយកទៅចាក់វត្ថុបាន2ថ្ងៃបើចាក់កន្លះម៉ោងដូចជាពាក្យឆុងអញ្ចឹងញាតិញោមចេះតែជឿយើងអត់ព្រមគិតប៉ិនបើបានស្ដាប់ធម៌ញាតិញោមយល់ដូចពាក្យឆុងអញ្ចឹងឆុងមិនខ្មែរយើងឯណាភាសាចិនណាយាយឥឡូវចិត្តដល់ខ្សែមៀកចិនទៀតហើយមើលអ្នកណាខ្សែចិនខ្លះសុំលើកដៃមកសុំមើលមុខតិចស្អីខ្សែចិនណាមានញោមយាយមួយចុះខ្សែចិនគេដែរទេវតាចិនឆ្នាំហ្នឹងឈ្មោះអីយាយអីអត់ស្គាល់ចាញ់អាត្មាខ្មែរផងទេវតាចិនឆ្នាំហ្នឹងដូចជាឈ្មោះថៃស៊ូអ៊ីឥឡូវបញ្ជាក់ចូលដល់ប៉ុនរបស់យើងវិញធម៌របស់យើងវិញដល់ពេលដែលមើលទៅរឿងហ្នឹងបែបអស់ចប់ហើយយាយដល់ពេលដែលគេទៅរកអាចារ្យមកចឹងញាតិញោមអាចារ្យខ្មោចនោះក៏ចាប់ផ្ដើមសូត្រដេញពលាការសូត្រណែអាគេហៅតែសូត្រមុនគាថាអីនោះអូមអាមអីនឹងស័កគេបនិធានយាននីគ្រីមនុនតាំងពីករណីមេតាញ់អីសូត្រអស់ហ่าយាយនោះនៅតែញឹមស្ញិញអាចារ្យសូត្រចប់1មេនៅតែញឹម2មេនៅតែញឹម3មេនៅតែញឹមជាប់បគាត់ចឹងញោមអត់ដល់អាចារ្យអត់តម្រែងធម្មតាខ្មោចតែសូត្រទៅវាភ័យវាខ្លាចហើយរន្ធត់ដល់ព្រះបរិត្តដល់យាយមិនខ្មោចណាមនុស្សទាំងរស់ហ្នឹងសូត្រទៅមានតែញឹមសប្បាយចិត្តបានលឺធម៌អាចារ្យសូត្រនោះគ្រាន់បានស្ដាប់ធម៌ផងងាយអីកូនគេបានដប់ទៅវត្តណាយាយណដល់បាអាចារ្យគេសូត្រចាញឹមជាប់អាចារ្យនោះអស់តម្រេះអញអស់តម្រេះម្ដងហ្នឹងមានអាសាមើលទៅបើសិនតែខ្មោចឬក៏មនុស្សមែនដល់ថាដកដាក់ដៃទៅខ្មោចបើដាក់ដៃទៅខំមែនទេអាហ្នឹងដឹងថាមនុស្សដល់ពេលដាក់ដៃទៅមិនខំបាត់អាហ្នឹងដឹងថាខ្មោចដល់អាចារ្យខ្មោចហ្នឹងមិនបាននិយាយណាញាតិញោមនឹកក្នុងចិត្តចឹងហើយយកដៃខ្លួនឯងមួយថ្មិញយាយមិញមានលើមានក្រោមណាយាយនៅសល់2ហ្នឹងណាខំជាប់មិនបាច់ទេយាយខ្ញុំបើអង្គៀមនំប៉័ងឯនោះអង្គៀមរឺតជាប់នៅហ្នឹងដល់ពេលដាក់ដៃទៅបើយាយអាត្មាណាត់កូនគេទៅធ្វើការរោងចាក់ញោមអើយគេនឹកគុណគេកម្រត់តែញរបស់ឆ្ងាញ់យកមកផ្ញើណាតែញតែអានំប៉័ងស្វិតតតាត់នៅក្នុងកាឆេហ្នឹងដឹងសល់ប្រហែលថ្ងៃឯងញោមហើយយកមកដល់នឹងយាយពីរអ្នកតានឹងចែកគ្នាម្នាក់មកកណាត់នឹងគៀមរឺតបើក៏មកត្រូវទឹកមាត់អត់ដាច់ទេណាញោមប្រាប់ហើយសល់តែថ្មិញ2នឹងញោម
đó kết à cha cái đã đây lộc tới dây nó khăm cọp tới cha sẽ ối à nè nó có bài năng lưu sâu ta ối mình toàn bàn xua đánh đau xua nom ấy hốt trao ta cha ở nhiệt nhom ai cha có thấy cái hốt trao là hỏi cái đa phải dục bị ngắt hốt đây dây nó bàn mi mà cái chọp năng đặc khơi tiền ơi anh đừng do tần à tế bị chạm na hai tôi bay chỉ đăng ta côn do quạt tàu sầm láp cỏ quạt sóc chất do mi năng ta lọp tập treo vinh do tạo côn đây là gì nè mà đai ở phúc của đào phần năng nè đăng ta côn do mặt đọt hai do mà sầm lạp hai cọt đại chật đây miền là bỏ lõ miền trò và sầm bát nâu nặc khơi côn bạc quạt ở đây miền chấm này ngay ai tích nặc khơi côn nâng mồn chẳng bàn trọp nâng mõ ọt do ta na tới giờ nhóm do spia trọp nâng do ta oi côn ta đo pẹt bật lâm láng đào ta đo pẹt côn proi nó chọc bị lơ pẹt móc con cả lấy khơi nhạc mà đai đào màu nhô mỏi nặc khơi sần nọc luôn rồi thoát trong chất ai vừa luôn khơi khóc chấm pong nhạc mà đai non chọc bị lơ pẹt máu lót chấm công cướp đâu chấm pong mộc nhạc mà đai vai bằng công nhạc mà đai bay pôn nhạc mà đai đầm miền côn prok khóc hơi chập bị pe này to tâu côn xôm cả mà là tô nhạc mà đai ọt on tô sần đo prok bên này đo côn phong côn xôm thành nia ang thành năng chỉ chăm bay bạch thay là sao nè mà đai chập tăng bị pe này to tâu xôm nè mà đai hay tôi côn phong mà đai nhâm bàn lưu sâu sầm tay côn chẳng nhôm hót mía mà cái chọc nó ao tờ côn ai côn này nó bàn mía mà cái chọc ọt lệch vào pôn cây đài nhôm mai ọt lệch côn tới bàn chấm này lõ nặc khơi côn bàn côn cái bàn là bỏ lõ bàn mía bàn bạch mà ọt miền nặc khơi mai vinh tới lọp khơi vào pôn cây đài do miền nó do tao vào pôn cây nhôm dục láng vào pôn cây chập đàm sập à nè đo cho đong chấm nói tháp bờ đăng côn chấm rán mình đăng côn dạng mạch nhện nhôm vị nia hạt mà bị chẹt càng đau á niềng năng dục láng cái chập đàm dây cho môi bay bòn à cao dương do mai tọt đất mai vừa ọt che xó bay chỉ bàn miệng mà cái chọc màu vinh bòn chẳng thơ mách bằng anh dục năng cả đa dục do bồn tọt đất mà đòn mưa cái cho bàn pi bay cái chọc màu vinh cam mong bị trâu ơi phó là gì cho mưa đây mà đón đây mình phòm pi đón đây mình phòm bay đón tròn bá nòm do một con năng tàu đã lơ kề tròn đây tròn trường hái lơ do mà đã bài bàn miệng mà cái chóp bài bàn ấy mà vinh gì à nhôm bàn ấy mà vinh mưa tàu cao giấy mình đọt dây nát đây đọt sọp ở bé đó là pe co ấy hãy chạ sáng đọt chạy tịch mình là bàn miệng mà vinh như ná là vậy tròn nên so bằng chia khơi thá rùm ắt từ đây sẽ đây được khay và vinh ta bờ đăng côn chầm rán mình đăng côn vì nè nay nhật nhôm lâu côn chào pro say đừng ót mua tại dương ban đăng côn là côn tọp côn miệt đa bay đà lâu phải chạ bật thái mương bị thì bon cầm pi bật ai bay đọt chlong cầm pi bật ai bay đọt mùi là một chốt một chọp thả một chọp cho nó nhật nhôm cùng thả một chốt mưa khao nó thà một chọp ná cầm pi tại bây đo một chọp miên mỏi đọt hiện năng nhiệt nhom tèng sờ tán tèng biển đấy tèng ạ bị thom một bay đọt chẳng thế cứ nhiệt nhom cột bò để sát dương ca pi bẹt sầm sam cột công nơi chỉ thò là miên là la dương bàn lư bật thò để chân nhập pi bảo ông được bọc bẹt sầm sam cột đo pe để môn nâng bảo ông bẹt là piên bảo ông ban bảo đắc sát than tốc vật thốc tầng lai pram cả lai ở dương chỉ bò để sát tầng buôn tầng púc tèng cả ho tèng pap chất cả rốt prap bắt crab sụp pén là masaka tốc chỉ xài bon ri ai vật thụ tầng lai pram cần lai nông miên và bột rụp song của ông này muối bẹt po thì bẹt này muối bật thò bằng bay mớn buồn quan bật thò mà khăn này muối bẹt sài ra cật thiệt này muối nay nhận nhóm bẹt sài ra cật thiệt này muối năng bẹt sạc chạm mà này chạy đây này muối chẳng doแต่เปียทาเปรียทอแตงกับใบเมิดบุญปอนปะทอมมาคันแตงวินในแตงสตันแตงอะปิทอมเราเนี่ยจัดเจ้าไปใหญ่ๆกับอาสำลังแต่ชนามกับบอติดเตียบานกับบอแตงอ่อนนั่งแตงผมใบเมินบุญปอนปะทอมมาคันนั่งเมียนนกน้องวินในใบดอกแตงหมอยดอกเพี้ยหมอยดอกจอบนั่งปอนไตยืงกรุบขนิ่มบานศักษาเรียนโซดเอาวิจอบกรุบเพี้ยต่างอ้อดอยหายตื้อก็ยืงบานไทยแต่ซายืงบานสดับทอแต่ใจอย่างปีประกาศนาลงจักกรุบของบานสำได้ให้บานดังไฮเตอร์ให้ช่วยไทยรักษาปฏิไอใบดอกปั้นกอมไทยรักษาโดยวัดคลาบานโยมดังไฮปฏิไอใบเตอร์นึงดังไฮเตอร์ให้ยศตะขนมตูไอ้จ่าเศร้าที่ไหนใหญ่ให้บานใส่เจ้ไทยแมนโยมดอกชนามใบดอกนั่งเราแต่ทำไมเจ้ให้สู้เจ้ไอ้โยมอดเจ้ให้ยศตะขนมตูไอ้จ่าเศร้าที่บานไอ้เจ้โยมจังดังไฮเตอร์ให้สิ่งคำแต่ดังไฮเตอร์วัดหน้าได้เมียนประสังโลกเรียน
អត់ទីហោតវត្តដែលមានលោករៀនធម្មវិន័យឬរៀនសាលាបាលីអីញោមគួរដង្ហែទៅចោះដង្ហែទៅចោះតែបើវត្តមានតែប្រសងមួយអង្គអីជួនកាលលោកមិនបាននឹងមើលទេញាតិញោមអត់មានរៀនអីផងបើទៅវត្តដែលមានលោករៀនបាលីរៀនសាលាធម្មរៀនអីញោមដង្ហែទៅចោះហើយការដង្ហែនៅបច្ច័យ3ដកនេះមានផលឡាអានិសង្សច្រើនជាអណែករាប់អត់បានប្រមាណអត់ត្រូវឈ្មោះតញោមបានដាំពូជបញ្ញានេះទុកណាញាតិញោមបានដាំពូជបញ្ញានឹងទុកទៅអនាគតជាតិអត់វង្វេងទេសញ្ញត់ចត់ចាក់ពីបច្ចុប្បន្ននេះព្រាមបដិសន្ធិនៅក្នុងស្ថានទេវលោកសញ្ញត់ចត់ចាក់ពីឋានទេវលោកបើកើតមកមនុស្សស័កសម្បត្តិតឹងចាក់មកសម្បត្តិមនុស្សទៀតញោមមានបញ្ញាច្រើនបរិបូរដោយបញ្ញាចាក់ភ្លុះមុមុតក្នុងអរិយសច្ចធម៌ណាញាតិញោមសូមអនុមោទនា